ជំរាបសួរអ្នកទាំងអស់គ្នាជួបមួយខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីចាជាសកម្មភាពធ្វើវីដេអូចាធ្វើម្ហូបជាប្រចាំថ្ងៃដដែលៗរបស់ខ្ញុំប៉ុន្តែថ្ងៃនេះចែករំលែកជាមួយនឹងមុខម្ហូបថ្មីចាប៉ុន្តែវាមិនមែនថ្មីសម្រាប់បងប្អូនទេខ្ញុំជឿថាបងប្អូនក៏ធ្លាប់ធ្វើដែរចាជាមួយនឹងមុខម្ហូបមួយមុខនេះគឺឆាក្តៅកង្កែបណាទាំងអស់គ្នាចាអញ្ចឹងបន្ទាប់ពីបានមុខម្ហូបមួយចាននោះគឺអត់មានអ្វីក្រៅពីដើរផ្សារសម្រាប់ទិញគ្រឿងចាផ្សំជាមួយនឹងសាច់របស់យើងឯចាអញ្ចឹងថ្ងៃនេះទៅផ្សារចាទិញបានកង្កែបចំនួន1គីឡូណាទាំងអស់គ្នាចាអញ្ចឹងបន្ទាប់ពីធ្វើការលាងសម្អាតច្របាច់អំបិលជាមួយនឹងក្រូចឆ្មាដើម្បីបំបត្តិក្លិនឆ្អាបចាពីកង្កែបរបស់យើងហើយគឺខ្ញុំយកកង្កែបយើងមកចាកាប់វាជាកង់រាងធំៗល្មមដែរណាទាំងអស់គ្នាចាបន្ទាប់ពីធ្វើការកាប់កង្កែបនឹងរួចរាល់ហើយចាខ្ញុំក៏ចាមានជាមួយនឹងគ្រឿងផ្សំផ្សេងទៀតណាទាំងអស់គ្នាចាជាធម្មតាឆាក្តៅកង្កែបអ្នកទាំងអស់គ្នាច្រើនតែបុកគ្រឿងមែនទេអ្នកទាំងអស់គ្នាចាប៉ុន្តែថ្ងៃនេះគឺខ្ញុំសូមបែបរៀងកាត់ណាចាដែលយើងមានគល់ស្លឹកគ្រៃមានស្លឹកក្រូចមានម្ដេងមានម្ទេសហាវ៉ៃនិងខ្ទឹមសចាគឺថ្ងៃនេះចង់ធ្វើរៀងលឿនៗអញ្ចឹងធ្វើការហាន់វាចាបែបនេះតែម្ដងហើយអំបាញ់មិញនេះគឺចាគឺស្លឹកម្រះព្រៅចាអញ្ចឹងបន្ទាប់មកគឺយើងដាក់ខ្ទះឆាចាប៉ុន្តែសម្រាប់មុខម្ហូបមួយមុខនេះខ្ញុំឃើញបងមួយចំនួនគាត់យកទៅបុកហើយពេលខ្លះខ្ញុំក៏យកគ្រឿងនោះទៅបុកដែរប៉ុន្តែអ្នកខ្លះគាត់អត់ហៅឆាក្តៅទេគាត់ហៅថាឆាគ្រឿងវិញអញ្ចឹងពេលថាពេលខ្លះទំនៀមទម្លាប់ចារបៀបនៃការហៅយើងវាអត់ដូចគ្នាទេចាវាផ្សេងគ្នាអញ្ចឹងគ្រឿងដែលខ្ញុំបានហាន់ហ្នឹងគឺខ្ញុំធ្វើការរំលីងជាមួយនឹងចាខ្លាញ់ក្តៅហ្នឹងឲ្យវាឡើងឈ្ងុយហើយបន្ទាប់មកខ្ញុំដាក់សាច់កង្កែបយើងចូលទាំងអស់គ្នាចាបន្ទាប់ពីធ្វើការដាក់សាច់កង្កែបចូលទៅយើងធ្វើការចាឆាច្របល់សាច់កង្កែបជាមួយនឹងគ្រឿងដែលយើងបានលីងអំបាញ់មិញដែលមានគល់ស្លឹកគ្រៃមានម្ដេងស្លឹកក្រូចខ្ទឹមសអីហ្នឹងណាអ្នកទាំងអស់គ្នាចាធ្វើការរំលីងវាឲ្យឡើងក្លិនចារៀងឈ្ងុយល្អមកទើបយើងបន្ថែមចាគ្រឿងទេសចូលតាមក្រោយណាទាំងអស់គ្នាចាហើយសាច់កង្កែបនេះជាធម្មតាយើងអត់ប្រើពេលក្នុងការចម្អិនយូរទេវារហ័សនឹងឆ្អិនដែរតែយើងឆាយូរពេកទៅកង្កែបវាទៅជាស្ពោតសាច់វាអត់ឆ្ងាញ់វិញណាអ្នកទាំងអស់គ្នាចាគ្រឿងផ្សំហ្នឹងខ្ញុំដាក់ដូចតែអ្នកទាំងអស់គ្នាអញ្ចឹងចាមានប៊ីចេងចាទឹកត្រីចាខ្ញុំលាយជាមួយនឹងទឹកស៊ីអ៊ីវបន្តិចដែរចាអ្នកទាំងអស់គ្នាចាហើយបន្ទាប់មកខ្ញុំធ្វើការកូរចាគ្រឿងផ្សំហ្នឹងឲ្យវារៀងសព្វសិនមកទើបចាដាក់ជាមួយនឹងស្ករសចូលបន្តិចចារសជាតិហ្នឹងគឺអត់ផ្អែមទេចាគឺអត់ទ្រលាប់ប្រើស្ករសច្រើនដែរសម្រាប់មុខម្ហូបចាហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងម្ទេសហាវ៉ៃចូលម្ទេសនេះគឺអត់ហឹរទេអ្នកទាំងអស់គ្នាគ្រាន់ថាបង្កើនពណ៌មុខម្ហូបយើងណាឲ្យវារៀងមានពណ៌ក្រហមពណ៌អីទៅតែបើសិនជាអ្នកទាំងអស់គ្នាចង់ហឹរអ្នកទាំងអស់គ្នាអាចប្រើម្ទេសយើងចានិយាយទៅមុខម្ហូបនេះបើសិនជាអត់ហឹរក៏អត់ឆ្ងាញ់ដែរមិនដែលដោយសារតែថ្ងៃនេះខ្ញុំឆាចាឲ្យកូនញ៉ាំដែរអញ្ចឹងយើងអត់អាចចាដាក់ហឹរបានទេសូមចិត្តដាក់ម្ទេសខាងក្រៅវិញអញ្ចឹងបន្ទាប់ពីចាកូរគ្រឿងផ្សំឲ្យភ្លក្សទៅវារៀងល្មមជាតិដែរយើងទុកឲ្យវារៀងស្ងួតបន្តិចណាទាំងអស់គ្នាចាហើយខ្ញុំក៏បន្ថែមជាមួយនឹងស្លឹកម្រះព្រៅយើងចូលតែម្ដងចាគ្រាន់តែចាឆាមួយត្រឡប់ពីរត្រឡប់ទៅគឺថាជះក្លិនឈ្ងុយពីស្លឹកម្រះព្រៅនឹងតែម្ដងហើយពីគល់ស្លឹកគ្រៃពីម្ដេងពីអីគឺថាចាឈ្ងុយពេញផ្ទះសម្រាប់រសជាតិហ្នឹងគឺថាល្មមឆ្ងាញ់តែម្ដងចាអញ្ចឹងឥឡូវឆាយើងបានឆ្អិនហើយយើងគ្រាន់តែចាដួសដាក់ចានមកជាការស្រេចតែម្ដងសម្រាប់អ្នកទាំងអស់គ្នាចាអ្នកទាំងអស់គ្នាទ្រលាប់ឆាក្តៅចាដូចខ្ញុំអញ្ចឹងអត់ឬមួយក៏អ្នកទាំងអស់គ្នាមានរបៀបនៃការឆាផ្សេងឬមួយក៏យ៉ាងម៉េចអ្នកទាំងអស់គ្នាអាចចែករំលែកជាមួយខ្ញុំនៅខាងក្រោមខមមិនបានណាបាយបាយ